ជំរាបសួរបុគ្គលិកទាំងអស់គ្នាបាទក្នុងវីដេអូនេះខ្ញុំបាទសូមណែនាំអំពីវិធីការតម្លើងនៅ app បាទ Kobo Collect ដែលនឹងតម្លើងនៅក្នុងទូរស័ព្ទ Android បាទដើម្បីងាយស្រួលយើងនៅក្នុងការចុះប្រមូលទិន្នន័យនៅទីវាលបាទនៅ field បាទដូច្នេះដើម្បីតម្លើងបានយើងចូលទៅកាន់Play Store បាទតាមប្រព័ន្ធទូរស័ព្ទ Android បាទចឹងយើងចូលទៅកាន់ Play Store ហើយយើងនឹងធ្វើការ search ទៅលើកម្មវិធីហ្នឹងដូចក្នុងនេះបាទ Kobo Collect បាទហើយនៅនេះហើយចេញមកហើយចឹងនេះជា Kobo Collect យើង install យកតែម្ដងបាទចាំវា install បន្តិចនឹងរួចរាល់បាទឥឡូវវាបានធ្វើការ download និងតម្លើងរួចហើយអញ្ចឹងយើងចូលទៅកាន់ខាងក្រោមគេគឺយកពាក្យ open នេះបាទគឺយើង open វាមកបាទនៅពេលដែលវា open ហើយយើងចុចយកខាងក្រោមបាទខាងក្រោមនេះmanually enter project detail នេះបាទយើងចុចយកវាមកហើយយើងបង្កើតនៅ URL បាទ URL ហ្នឹងតាមពិតបើវាជា Kobo Toolbox អញ្ចឹងអ្នកទាំងអស់គ្នាបាទយើងសរសេរតាមខ្ញុំមកគឺ https នេះហើយចុច2ហើយ slash ពីរដងមកបាទហើយយើងសរសេរ kc បាទ kc អក្សរតូចណាបាទអាយ៉ាបាទ kc មិនទៀតទេ kc បាទ kc បាទ humanitarian ហ្នឹងសេត្រូវបាទ humanitarian response បាទ humanitarian response .info បាទ .info បាទរួចហើយយើងសរសេរ username បាទយើងបញ្ចូល username ដែលយើងបង្កើតមិញហ្នឹងបាទសម្រាប់ខ្ញុំគឺ username របស់ខ្ញុំគឺបាទអញ្ចឹងយើងសរសេរចូលមក CV របស់ខ្ញុំមិញ CV 2025ហើយ password របស់បាទអញ្ចឹងយើងធ្វើការ add ចូលបាទនៅពេលដែលយើង add ចូលហើយយើងតែពិតតែពាក្យកន្លែងនេះគឺបងប្អូនយើងថ្មីគឺវាមានពាក្យ save ប៉ុន្តែដោយសារតែខ្ញុំធ្លាប់បង្កើតវាម្ដងហើយអញ្ចឹងខ្ញុំឲ្យវា update ឲ្យខ្ញុំបាទខ្ញុំ update បាទអញ្ចឹងវានឹងចេញមកដូចនេះបាទវានឹងចេញជាទម្រង់នេះបាទអញ្ចឹងនៅពេលដែលចេញទម្រង់ហ្នឹងមានន័យថាយើងតម្លើងបានជោគជ័យហើយយើងចូលទៅមើលតេស្តថាតើយើងបង្កើតនឹងយើងអាចបំពេញ Kobo បានហើយនៅបាទអញ្ចឹងខ្ញុំចូលទៅមើលខ្ញុំសាកល្បងបាទឥឡូវខ្ញុំបើកមើលបាទតើអាចបំពេញបានហើយនៅបាទអញ្ចឹងវានឹងធ្វើការ process បាទចាំមើលវា process សិនបាទអញ្ចឹងបងប្អូនយើងបុគ្គលិកយើងបាទនេះយើងចុច discard ក៏បានunsave record found ចុចនេះក៏បានដែរបាទអញ្ចឹងបាទវា load មកកាន់កម្រងសំណួររបស់យើងដែលត្រូវបំពេញនៅ field ហើយបាទអញ្ចឹងខ្ញុំបំពេញទៅបាទពេញទៅបាទ yes អូខេយើងបំពេញព័ត៌មានបាទអញ្ចឹងយើងពេញនៅពេលដែលយើងបំពេញព័ត៌មានហើយបាទចប់សពគ្រប់ហើយគឺយើងអាច submit ទៅបាទបានហើយបាទនៅពេលដែលយើងបំពេញហើយនៅពេលដែលយើង submit ទៅ
បាទនេះគឺយើង submit ទៅបាទអញ្ចឹងមានបាទវា load អីបាទមានន័យថាមិញខ្ញុំបាន submit ទៅម្ដងឥឡូវខ្ញុំ submit ទៅម្ដងទៀតមានន័យថាក្នុងហ្នឹងខ្ញុំបាន submit ទៅ2ឯកសារហើយបាទអញ្ចឹងបាទវីដេអូនេះមានប៉ុណ្ណឹងអញ្ចឹងបុគ្គលិកយើងតម្លើងកម្មវិធីហ្នឹងមួយទៀតដើម្បីងាយស្រួលបាទនៅក្នុងពេលដែលយើងវគ្គបណ្ដុះបណ្ដាលកុំឲ្យរងចាំពេលដែលយើងតម្លើងកូបូហ្នឹងវាយឺតយ៉ាវធ្វើឲ្យខាតពេលអស់ពេលអញ្ចឹងបាទសូមអរគុណសូមសង្ឃឹមថាបុគ្គលិកយើងនឹងតម្លើងវាទាំងអស់គ្នាបាទមុនពេលវគ្គបណ្ដុះបណ្ដាលដូចគ្នាបាទសូមអរគុណ